ជំរាបសួរបងប្អូនប្រជាកសិករទាំងអស់គ្នាកាលពីពេលមុនខ្ញុំបានធ្វើវីដេអូអំពីស្រូវរបស់ខ្ញុំមានបញ្ហាកើតរោគបន្ទាប់ពីការរាំងស្ងួតអត់មានទឹករយៈពេល7-2 ខែហើយពេលដែលបានទឹកមកវិញគឺខ្ញុំដាក់ទឹកទុកចោលរយៈពេល3យប់បានខ្ញុំធ្វើការបាច់ជីប៉ុន្តែយើងបាច់ជីយឺតយ៉ាវហើយដោយសារយើងដាច់ទឹកដល់ពេលអញ្ចឹងទៅដាក់ជីទៅគឺវាអត់ឡើងទេគឺស្រូវខ្ញុំក្រុនក្រាស្លឹកលឿងអត់ស្លឹកហើយគល់លួយឬវាក៏លួយវាអត់ល្អដល់ពេលអញ្ចឹងទៅខ្ញុំធ្វើការព្យាបាលវាពេលដែលខ្ញុំប្រើប្រាស់ថ្នាំព្យាបាលវារយៈពេល4ថ្ងៃស្រូវខ្ញុំរៀងមានពលឺគឺថាពណ៌ខៀវរៀងភ្លឺមកវិញអញ្ចឹងខ្ញុំតាមដានវារហូតដល់រយៈពេល7ថ្ងៃទៅ10ថ្ងៃដល់ពេលដែលវាល្អហើយគឺខ្ញុំចាប់ផ្ដើមបំពន់ប្រភេទផ្លែព្រួយស្រូវខ្ញុំហ្នឹងវាយឺតយ៉ាវក្នុងការដាក់ជីហើយដល់ពេលអញ្ចឹងពេលដែលព្យាបាលវាជីហើយគឺវាចេញផើមទៅហើមធំចេញហក់គួរមួយឲ្យខ្លីដល់ពេលអញ្ចឹងទៅខ្ញុំធ្វើការប្រព័ន្ធប្រភេទដើមផ្លែឲ្យវាគួរវែងហើយខ្ញុំការពារហ្មងព្រួយដំណាក់កាលនេះគឺខ្ញុំខ្លាចសត្វល្អិតព្រួយយើងតែស្រូវយើងល្អគឺមានសត្វល្អិតហើយអញ្ចឹងខ្ញុំការពារហើយអញ្ចឹងប្រភេទថ្នាំដែលខ្ញុំធ្វើការព្យាបាលបំពន់វាហ្នឹងគឺដូចជារូបភាពដែលខ្ញុំដាក់នៅលើវីដេអូហ្នឹងអញ្ចឹងពេលដែលយើងឃើញស្រូវយើងគួរវែងមានទម្ងន់ធ្ងន់អញ្ចឹងគឺយើងសប្បាយចិត្តអញ្ចឹងដល់ពេលដែលស្រូវខ្ញុំឥឡូវស្រូវខ្ញុំចេញបាន70%ហើយពេលដែលវាអោនហើយខ្ញុំនឹងធ្វើការលាងគ្រាប់